បាទជំរាបសួរពុកម៉ែបងប្អូនបាទបើកតក្បាលវីដេអូមកបងប្អូនឃើញជួលពេលផងអីផងបងប្អូនបាទអត់មានធ្វើអីទេបងប្អូនបាទមកថតពីសកម្មភាពប្រព័ន្ធខ្ញុំយកកូនស្ពៃទៅបំបែកបងប្អូនបាទដោយសារតែរៀងធំហើយបងប្អូនបាទធំយើងមាននៅដីទលាយធំដែរបងប្អូនយើងកាប់រងរួចហើយបងប្អូនបាទកាប់រងរួចប្រព័ន្ធខ្ញុំមកដល់ពីធ្វើការពេលល្ងាចគ្នាក៏ឆ្លៀតពេលទិញទូចយកមកដកបន្លែបងប្អូនដកកូនស្ពៃដកកូនស្ពៃយកមកដាំបន្តបងប្អូនបាទដោយសារតែយើងពេលយើងដាំដំបូងហ្នឹងយើងព្រោះទេបងប្អូនយើងព្រោះវាជាដុំបងប្អូនបាទដល់ពេលវារាងធំយើងលេខវាបងប្អូនបាទនេះយើងលេខក៏មិនដាំទៅវិលណាបានទេបងប្អូនដោយសារតែកន្លែងដីយើងវាទូចដែរអញ្ចឹងបងប្អូនបាទនេះមើលសកម្មភាពប្រពន្ធខ្ញុំដាំទាំងអស់គ្នាបងប្អូនបាទដាំវាដាំថាបងប្អូនកុំឲ្យដាក់វាខ្លាំងបាក់ដាំស្ពៃអស់ហើយបងប្អូននេះបងប្អូនដាក់វាដតរាក់ធ្វើលងរាក់រួចយើងដាក់ដាំវាបងប្អូនបាទហើយធ្វើវាថាបងប្អូនធ្វើខ្លាំងបាក់គល់ស្ពៃអស់មកនេះមកមើលសកម្មភាពស្ពៃដែលបងខ្ញុំព្រោះដំបងបងប្អូនបាទនេះច្រើនណាស់បងប្អូននឹងយកទៅដាំណាអស់ទេនេះមើលល្អមែនតើលខៀវល្ងិតបងប្អូនបាទហើយនេះមកមើលសណ្ដែកយើងវិញបងប្អូនចិត្តបានហូបហើយបងប្អូនបាទបងប្អូននេះទឹកបើកពេលល្ងាចបងប្អូនទឹកនៅតែស្រកទេតរហូតបងប្អូនបាទមើលសណ្ដែកយើងសាណាបានហូបទេបងប្អូនប្រហែលជាកន្លះខែទៀតប្រហែលជាមានផ្ដាប់ហើយបងប្អូនបាទមើលទឹកយើងក៏វិលកលាំងដែរបងប្អូនព្រោះល្ងាចឡើងគេអត់សូវប្រើបងប្អូនហើយនេះមកមើលជីសយើងវិញបងប្អូនដុះល្អមែនទែនជីសបងប្អូនខ្ញុំព្រោះចាំពេលធំតិចចាំបំបែកវានេះមកមើលទឹកពេលវិញបងប្អូនកលាំងណាស់បងប្អូនបាទនៅពេលល្ងាចទៅអត់សូវមានអ្នកប្រើបងប្អូនខ្លាំងបងប្អូនបាទហើយនេះមកមើលសំយើងវិញម៉ែខ្ញុំដាំបងប្អូនសំចាប់ដើមលឺហើយបងប្អូនលឺហើយអានេះកូនតឡាយកូនអណូបងប្អូនកូនតឡាយលឺល្អបងប្អូនខ្ចីបងប្អូនមកមើលសកម្មភាពបងខ្ញុំនេះវិញបងប្អូនចាប់ដើមដាំតទៀតហើយបងប្អូនបាទមានអីទេបងប្អូនសកម្មភាពដាំកូនស្ពៃបំបែកកូនស្ពៃដាំបងប្អូនបាទយើងពេលយើងដាំវាបងប្អូនបាទយើងកុំតិចលងអស់ស្កត់លងខាងពេកបងប្អូនស្កត់លងថាធ្វើមិនទេបងប្អូនអើយជីវិតមនុស្សយើងម្នាក់ចាឆ្លៀតចាតស៊ូបងប្អូនបាទព្រោះមិនយើងមិនថាក្រទេបងប្អូនយើងអត់ខ្វះខាតតិចតួចបងប្អូនគេខ្វះខាតអញ្ចឹងណាបើនិយាយថាក្រឬវាមែនបងប្អូនបាទយើងអត់ខ្វះខាតតិចតួចបងប្អូនយើងត្រូវការយើងពលខស្រុកគេអញ្ចឹងណាយើងចាឆ្លៀតមានពេលតិចតួចក៏ឆ្លៀតដែរបងប្អូនបាទថ្ងៃណាយើងហត់យើងសើក៏យើងសម្រាកទៅបើយើងនៅមានកម្លាំងយើងចាខំប្រឹងធ្វើបងប្អូនបាទមិនថាធ្វើការមិនថាធ្វើអីនៅក្នុងផ្ទះនៅក្នុងห้องនេះបងប្អូនហើយនេះសកម្មភាពខ្ញុំឲ្យខ្ញុំថតកាមេរ៉ាមកជូនពុកម៉ែបងប្អូនទស្សនាពីអ្នកប្រពន្ធខ្ញុំបន្លែខ្ញុំចាប់ដើមលឺច្រើនណាបងប្អូនអើយនោះក្នុងពេញតែកន្លែងចការណាបងប្អូនបាទ